ចាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Daily Cooking Story ថ្ងៃនេះខ្ញុំមានគៀវរបៀបធ្វើគៀវដែលខ្ញុំតែងតែធ្វើទុកញ៉ាំអញ្ចឹងឥឡូវមកមើលទាំងអស់គ្នាថាខ្ញុំមានគ្រឿងផ្សំអីគេខ្លះហើយខ្ញុំខ្ចប់គៀវនឹងរបៀបម៉េចខ្លះចាសទាំងអស់នេះគឺជាគ្រឿងផ្សំដែលខ្ញុំប្រើសម្រាប់ធ្វើគៀវរបស់ខ្ញុំថ្ងៃហ្នឹងណាខ្ញុំមានសាច់ជ្រូកច្រាមមានបកាច្រាមការ៉ុតស្លឹកខ្ទឹមសជាមួយនឹងពងមាន់សម្រាប់ដាក់ឲ្យគៀវរបស់យើងវារៀងស្វិតចឹងណាសម្រាប់សាច់ជ្រូកនេះខ្ញុំប្រើ3ខាំទិញសាច់ជ្រូកដែលគេច្រាមហើយស្រាប់ក៏បានយើងទិញសាច់ជ្រូកយកមកកិនខ្លួនឯងក៏បានដែរហើយបកានេះខ្ញុំដាក់2ខាំយកសាច់បកាសុទ្ធយើងច្រាមឲ្យម៉ត់ខ្លះទៅហើយនឹងកាត់វាដុំខ្លះទៅនៅពេលដែលយើងញ៉ាំចំសាច់បកាទៅវាឆ្ងាញ់អញ្ចឹងណាហើយបន្លែបងអូនចង់ដាក់ក៏បានអត់ក៏បានដែរសម្រាប់បន្លែបងអូនដាក់ក៏បានបាច់ក៏បានដែរតែបើខ្ញុំដាក់ព្រោះដោយសារខ្ញុំចូលចិត្តមានបន្លែអញ្ចឹងខ្ញុំមានការ៉ុតបន្តិចមានស្លឹកខ្ទឹមបន្តិចសម្រាប់ពងមាន់គឺត្រូវដាក់ព្រោះដើម្បីជំនួយឲ្យសាច់គៀវរបស់យើងវាស្វិតណាហើយនៅក្នុងចានទាំងអស់នេះគឺជាគ្រឿងទេសសម្រាប់ផ្សំរសជាតិមានស្ករមានអំបិលមានម្រេចមានម្សៅឆាឬក៏ម្សៅពោតណាហើយទឹកស៊ីអ៊ីវជាមួយនឹងប្រេងខ្យងសម្រាប់បរិមាណដែលខ្ញុំដាក់ប្រមាណហ្នឹងបងអូនអាចមើលនៅលើ description ដែលខ្ញុំបានសរសេរទុកនឹងក៏បានដែរខ្ញុំសរសេរច្បាស់ហើយសម្រាប់គ្រឿងទេសទាំងអស់ហ្នឹងបងអូនអត់ចង់ដាក់មួយណាបងអូនដកចេញទៅប៉ុន្តែរសជាតិវាអាចនឹងថមថយទៅតាមនឹងអញ្ចឹងណាដូចតែអ្នកខ្លះគាត់អត់ញ៉ាំស្ករគាត់បន្ថយស្ករទៅឬក៏មិនបាច់ដាក់ទៅក៏ស្រួលចិត្តអត់អីទេហើយអានេះគឺជាប្រេងល្ងហ្នឹងក៏ឲ្យexceptionalដែរតែសម្រាប់ខ្ញុំដាក់ព្រោះដើម្បីឲ្យវាឈ្ងុយខ្ញុំចូលចិត្តក្លិនឈ្ងុយប្រេងល្ងដែរពេលតែប្រេងល្ងហ្នឹងវាប៉ះគ្នាជាមួយនឹងខ្ទឹមសជាមួយនឹងម្រេចទៅវាធ្វើឲ្យគៀវរបស់យើងហ្នឹងវារត់តែឈ្ងុយអញ្ចឹងណានៅពេលដែលយើងចាក់គ្រឿងទេសគ្រឿងផ្សំរសជាតិទាំងប្រមាណជាមួយនឹងគ្រឿងផ្សំកូរចូលគ្នាសព្វហើយយើងកូរច្របល់ឲ្យវាមិនចូលគ្នាឲ្យសព្វហ្មងណាឲ្យតើតាសាច់របស់យើងនឹងវារៀងឡើងស្វិតអានេះវារៀងអត់សូវស្វិតទេព្រោះដោយសារតែខ្ញុំអត់បានយកទៅក្លុកម៉ាស៊ីនបន្ថែមតែបើបងអូនយកទៅក្លុកម៉ាស៊ីនបន្ថែមក៏ល្អវាធ្វើឲ្យគៀវរបស់យើងនឹងសាច់គៀវរបស់យើងនឹងវារត់តែស្វិតល្អអញ្ចឹងណាតែខ្ញុំធ្វើតិចអញ្ចឹងខ្ញុំខ្ជិលប្រឡាក់ម៉ាស៊ីនខ្ញុំច្បល់វាតែប៉ុណ្្នឹងទៅហើយណាមួយទៀតសាច់ជ្រូកនឹងក៏រៀងម៉ត់ល្អដែរហើយសម្រាប់សបកគៀវវិញខ្ញុំប្រើបោះចិនណាបងអូនទិញនៅឡាគីអាហ្នឹងវារៀងតុនយើងអាចបត់បានស្រួលបើបងអូនមានបោះខ្មែរដូចទិញនៅផ្សារធម្មតាក៏បានដែរបោះខាងក្រុមហ៊ុនកង3វាមានមីមានសបកគៀវមានអីហ្នឹងអានោះក៏ប្រើខ្ចប់បានដែរគ្រាន់តែវាអត់សូវតុនដល់នេះទេតែវាខ្ចប់បានច្រើនព្រោះអីវាច្រើនជាងសម្រាប់ម៉ូតគៀវខ្ញុំខ្ចប់បាន4ម៉ូតបងប្អូនកុំភ្លេចដាក់ទឹកណាបងប្អូនអត់ចង់ដាក់ទឹកដាក់ពងមាន់ក៏បានដែរក៏យើងគោះវាហើយយើងវាយវាឲ្យបែកទៅនៅពេលដែលយើងខ្ចប់ទៅយើងលាបវាតិចទៅដើម្បីឲ្យសាច់ម្សៅគៀវហ្នឹងវាស្អិតជាប់គ្នាបើយើងអត់ដាក់ទឹកទេវាអត់ស្អិតទេហើយនេះទៅតាមវិធីសាស្ត្ររបស់បងប្អូនខ្ចប់រៀងខ្លួនណាបើខ្ញុំខ្ចប់អញ្ចឹងបិទមាត់វាឲ្យជិតហើយយើងច្បាច់វាឲ្យខ្លាំងទៅវាជិតហើយវាចេញម៉ូតប៉ុណ្ណេះរបៀបដូចយើងខ្ចប់មួយពុំអញ្ចឹងអានេះទី2ខ្ញុំយើងដាក់ទឹកចឹងមកដើម្បីបិទមាត់វាឲ្យជិតមុនពេលយើងកាច់ធ្នេរបស់វាអញ្ចឹងណាខ្ញុំប្រើសបកនេះវាស្រួលខ្ចប់ព្រោះដោយសារវាទន់យើងចង់កាច់វាទៅណាក៏បានដែរបងប្អូនមើលដៃខ្ញុំទៅយើងរុញចិត្តវាអញ្ចឹងមកវាជាប់គ្នាហើយពេលដែលយើងយកទៅស្ងោរទៅអានឹងវារៀងវាស្អាតឡើងទៅដងញ៉ាំអញ្ចឹងខ្ញុំខ្ចប់4ម៉ូតឲ្យបងអូនមើលអាម៉ូតនេះខ្ញុំខ្ចប់វាជារៀងរបៀបដូចនៅក្នុងរឿងចិនគេហៅអីគេរៀងដុំមាសអញ្ចឹងយើងដាក់ទឹកហើយយើងបិទមាត់វាឲ្យជិតអញ្ចឹងមកបន្ទាប់មកយើងទាញអាកតុយសងខាងហ្នឹងទាញវាអញ្ចឹងមកឲ្យជិតចូលគ្នាអញ្ចឹងមកវាចេញជារៀងដុំមាសហើយនៅមើលក្នុងវីដេអូចិននៅក្នុង TikTok អីភាគច្រើនឃើញគេខ្ចប់អារៀងដុំមាសហ្នឹងតែភាគច្រើនខ្ញុំអត់សូវខ្ចប់អារៀងដុំមាសហ្នឹងទេភាគច្រើនខ្ញុំខ្ចប់អារបៀបខ្ញុំធ្វើអាទី1ដំបូងគេហ្នឹងខ្ញុំចូលចិត្តខ្ចប់អាហ្នឹងជាងគេព្រោះវារៀងលឿនជាងគេអាទី4នេះខ្ញុំខ្ចប់វារៀងដូចផ្កាវាដូចយើងខ្ចប់រៀងដូចនំប៉ាគេអញ្ចឹងណាបងអូនចង់ខ្ចប់របៀបម៉េចក៏តាមចិត្តទៅមួយណាដែលលឿនហើយស្រួលសម្រាប់បងអូនអញ្ចឹងណាតាមពិតទៅធ្វើគៀវហ្នឹងគឺអត់ពិបាកទេអ្វីដែលពិបាកជាងគេគឺការអង្គុយខ្ចប់ហ្នឹងហ្មងព្រោះ
វានៅកន្លែងមួយចឹងវាយូរចឹងណាចឹងគៀវដែលគេលក់នៅផ្សារថ្លៃវាមិនមែនថ្លៃដោយសារតែ ingredient ទេថ្លៃដោយសារតែពេលវេលានិងភាពហត់នៃការអង្គុយខ្ចប់របស់គេនឹងនេះបងអូនឃើញទេ4ប្រភេទគៀវដែលខ្ញុំខ្ចប់ណាបងអូនអាចមើលតាមនឹងបានហើយស្រឡាញ់ម៉ូតមួយណាអាចខ្ចប់ខ្លួនឯងទៅស្រឡាញ់របៀបម៉េចខ្ចប់របៀបម៉េចលឿនខ្ចប់តាមនឹងអញ្ចឹងណានេះគៀវមកប្រអប់គៀវមកដុំដែលខ្ញុំទិញមកពី Lucky ហ្នឹងខ្ញុំខ្ចប់បានប៉ុណ្ណឹងបងអូនប៉ុន្នេះខ្ញុំអាចដាក់ទូទឹកកកញ៉ាំបាន3-4 ដងដែរហ្នឹងណាពេលណាមកពីធ្វើការខ្ជិលធ្វើម្ហូបរៀងជ្រេពេលអីដាក់គៀវហ្នឹងតែ4-5គ្រាប់ទៅអាចស្ងោរធ្វើជាទឹកស៊ុបគៀវបានហើយនៅសល់នេះខ្ញុំដាក់វាចូលនៅក្នុងប្រអប់យកទៅដាក់នៅក្នុងទូកកតែប៉ុណ្ណឹងគឺរួចរាល់ហើយបងអូនអាចសាកធ្វើទុកញ៉ាំបានបងប្អូនទុកគ្រាន់ជាអាហារសម្រន់អញ្ចឹងពេលខ្លះយើងអាចយកវាជំនួសអាហារពេលព្រឹកបានអញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាណាសូមអរគុណជួបគ្នាជាមួយនឹងខ្ញុំ content ផ្សេងៗទៀតណាបាយបាយ